ជំរាបសួរបងប្អូនជំរាបសួរក៏ដូចជាសួស្តីមកកាន់វីដេអូបង្ហាញពីការកាត់កៅស៊ូបងប្អូនហើយសម្រាប់បងប្អូនដែលដឹងយល់ពីការកាត់កៅស៊ូហើយបងប្អូនអាចរំលងបានខ្ញុំធ្វើនេះគឺធ្វើដើម្បីជម្រាបជូនទៅដល់ភ្ញៀវថ្មីណាដែលគាត់អត់ទាន់ដឹងថាកៅស៊ូហ្នឹងវាម៉េចអីម៉េចគាត់ថាកៅស៊ូយើងប្រទេសហ្នឹងមិនល្អទេដោយកៅស៊ូគេជ្រៀកហើយតាមពិតទៅកៅស៊ូបងប្អូនគឺកៅស៊ូវានៅជាប្រទេសដុំជាងឯងតែតើយើងជ្រៀកទៅបានចេញទៅជាកៅស៊ូដែលយើងអាចដាក់ស្បែកចងហើយដាក់ជាមួយនឹងដងបាញ់បានហើយកៅស៊ូនេះគឺចេញទៅខាងភ្ញៀវសង្កត់ហៅគាត់ថាម៉ួយដុំអីនៅខាងកំពង់ធំគាត់កំងរហូតមួយឈុតពីរឈុតមួយឈុតពីរឈុតហើយគាត់បាញ់ទឹកដៃអែមណាបងប្អូនគាត់ថាគាត់មិនធ្វើវីដេអូមិនអីចឹងណាព្រោះចំណង់ចំណូលចិត្តមនុស្សខុសៗគ្នាមួយឈុតវាមាននេះកៅស៊ូកាត់ឲ្យម្ដងមានស្បែកមានចំណងចឹងទៅហើយសម្រាប់បងលើកនេះគាត់ថាទិញឧបករណ៍ចងទៅមួយដែរទៅស្រួលសម្រាប់អីវ៉ាន់ផ្សេងគឺខ្ញុំនៅមានដងនេះនៅក្នុងស្តុកបងប្អូនសួររកលោកមុនអាចតាក់ទងមកម្ដងទៀតបានសម្រាប់ដងមេអំបៅណាបងប្អូនមេអំបៅកែរៀងកម្រាស់14លីហើយដងម្ដើមនេះគឺចេញទៅខាងកំពង់ឆ្នាំងហើយដងសេះ M72 នេះក៏នៅមានស្តុកដូចគ្នាបងប្អូនណាចឹងបងប្អូនមានតម្រូវការតាក់ទងមកបានលេខទូរស័ព្ទ Telegram នៅលើវីដេអូឬក៏បងប្អូនអាចឆាតចូល page ហើយបងប្អូនមានតម្រូវការសាកសួរតម្លៃសិនក៏បានដែរមិនថាងបងប្អូនសួរឲ្យតតែទិញទេអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងតម្លៃជាពីមឬក៏សុំមើលម៉ូតអីផ្សេងអាចតាក់ទងមកបានអរគុណជម្រាបលាបងប្អូនជួបគ្នាវីដេអូ